ចាពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃ28ខែ2 2023ថ្ងៃនេះខ្ញុំចុះមកដល់ចការអ៊ំស្រីនៅខាងមុខខ្នោបងអ៊ំស្រីវណ្ណាចាអូ21ហ៎អូសឡំសរោ9បងស្រីថានេះកូមិនសរោ9ទេ21ចានេះគឺជាអ៊ំ21ណោះចឹងណាអ៊ំ21ចឹងហ៎បងចានេះអ៊ំ21ចាអូមានពូជអ៊ំ21ទៀតចាផ្លែគូឲ្យស្រឡាញ់មែនតែនយើងមើលតាំងចកោមនៅខាងក្រោយលោកគ្រូហ្នឹងចាយើងមើលតាំងចកោមឥឡូវយើងដើរមកជុំវិញនេះមកចាចឹងរើសខ្លះហើយបងប្អូនអរគ្នាទុំជ្រូកខ្លះហើយឥឡូវនេះចាពូជអ៊ំ23របស់គាត់ជាប់នៅនេះដែរចាជាប់នៅហ្នឹងមួយដើមពីរដើមនៅនេះអីចឹងទៅហើយយើងមើលបងប្អូនអរគ្នាហ្នឹងហើយដែលគេថាបោះអ៊ំអត់ចាញ់ទេតែមើលគេជាប់ហ្នឹងគេអត់ឃើញទេណាចាឃើញតែបោះអ៊ំទេចាទុំជ្រូករើសចាគាត់រើសបងប្អូនអរគ្នាហើយគាត់រើសដល់ទៅកន្លែង3 4ចការរបស់គាត់នេះរើសទាំងអស់នេះសរោ21ចាពូជ21ចាបងប្អូនស្គាល់ពូជ21អ្នកគ្រូនេះចេះសរោ9ខ្ញុំតែបងប្រាប់ទៅចាស់ចការប្រាប់បងអ៊ំស្រីមកទៅអ៊ំស្រីប្រាប់នេះ21ចានេះ21របស់អ៊ំណាចាយើងមើលផ្លែមែនតើចារើសតាំងពីថ្ងៃណានេះបងអានេះដល់ពេលយើងដាក់អូម៉ែបាត់ដឹងគាត់ចានេះមើលវាចេញក្តាប់មកបន្តបងប្អូនឃើញទេដូចខ្ញុំបាននិយាយចឹងនេះឃើញទេចេញមកបន្តមករហូតទុំមកសាហើយនៅផ្កាញីនៅអីចឹងទៅគឺនៅចេញបន្តមកទៀតមិនមែនថាតែអ៊ំ23ទេចា21ក៏ចេញបន្តដែរបងប្អូនអរគ្នាឲ្យតែផ្កាចាប់ដើមនៅស្រស់នេះឃើញទេបងប្អូនអរគ្នាឃើញទេមកចកោមនេះមកនេះទុំជ្រុះអស់ហ្នឹងណានៅសអញ្ចឹងទៅនេះមកចេញមកបន្តទៀតបងប្អូនអរគ្នាឃើញទេនេះចេញមកទុំជ្រុះហើយបន្តមកទៀតនេះឃើញទេបងប្អូនអរគ្នាចាក្បាលរុយក្តាប់ចេញមកបន្តទៀតអញ្ចឹងចង់ប្រាប់បងប្អូនទាំងអស់គ្នាឲ្យដឹងថាស្វាយចន្ទីដែលប្រើជីក្រុមហ៊ុនសុខសុខនាងបងប្អូនចាកុំអស់សង្ឃឹមណាចាអ្នកណាថាអ៊ំបោះខ្នោនៅវណ្ណាអូអត់ចាញ់ទេរបស់គាត់ចានេះវាប៉ះពាល់ទៅដល់នេះដែរនេះខ្ញុំឃើញមូសតាចុចណាមូសតាចុចនេះចាយើងមើលឃើញចាញ់ហ៎បងប្អូនអរគ្នានេះទុំរើសហើយឈូសហើយប៉ុន្តែនៅចាញ់មកបន្តទៀតអញ្ចឹងនេះគឺពូជអ៊ំ21បងប្អូនអរគ្នាពូជអ៊ំ21ចាផ្លែចកម្មមួយនេះសត្វតផ្កាញីនៅបន្តទៀតណាចាក្បាលរុយនៅបន្តទៀតចាយើងមើលនៅចាញ់មកបន្តទៀតហើយយើងមើលចានេះទុំជ្រុះហើយនៅសពអញ្ចឹងទៀតណាមកចកោមនេះយើងមើលនៅចាញ់បន្តទៀតនេះពូជអ៊ំ21ណាបងប្អូនអរគ្នាអញ្ចឹងបានចង់ប្រាប់បងប្អូនអរគ្នាថាបើសិនជាផ្កាមិនទាន់ក្រៀមងាប់ទេកុំអស់សង្ឃឹមមើលបើអ៊ំស្រីសត្វតផ្កាញីទាំងអស់នេះចាអញ្ចឹងវាចាប់ដើមសពុនវានឹងចាប់ដើមមិនចេញក្បាលរុយមកបន្តទៀតហើយអញ្ចឹងកសិកររបស់យើងគឺចូលចិត្តតែចាចំណាយតែពីដំបូងទេដល់ពេលទទួលបានទិន្នផលទៅជាប្រឡែងដៃអស់ហើយចានេះពូជអ៊ំ21បងប្អូនអរគ្នាចាស្វាយចន្ទីរបស់អ៊ំស្រីខ្ញុំទៅការគាត់ដល់ទៅ4កន្លែងឥឡូវខ្ញុំចេញពីនេះទៅកន្លែងគាត់តែម្ដងចាចាំយើងទៅដល់ចការនេះយើងមើលចាដើមស្រួលជន់ផ្លែនៅខាងក្រោមទៀតណាចានេះបងប្អូនទាំងអស់គ្នារឿងសាមញ្ញហើយអានេះដល់ពេលថ្ងៃនេះអ៊ំរើសចការនោះណាបងចាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាការរបស់អ៊ំស្រីវណ្ណានៅបុកខ្នោចាខាងបុកខ្នោថាអ៊ំណាអូអ៊ំធ្វើមិនដូចយាយតាហ្នឹងអូយាយតាហ្នឹងអត់បានទេហាត់5ក្នុងចការតែម្ដងចាគាត់ថាសម្អាតក្នុងចការគាត់ឲ្យស្អាតទៅយើងទៅអស់លុយហាត់ប្រាំធ្វើអីបងគេធ្វើអីណែចំណុចពិសេសមែនតើចាទុំឲ្យអត់មានក្រៀមផ្កាបងប្អូនអរគ្នានៅចាញ់បន្តមកទៀតចា
จังมาอมบานประปรจีกรมพลประเคยจากนี้ปีឆ្នាំនេះអ្នកឡាជួជ្រាយ៉ាងម៉េចអីយ៉ាងម៉េចគាត់អត់ខ្វល់ព្រោះគាត់មិនได้បានរើសក្នុងខែ2ទេចាចាំមើលវីដេអូរបស់គាត់ទៅខ្ញុំយកនៅក្នុងខែ2ថ្ងៃទីប្រហែលបារាំងឥឡូវថ្ងៃនេះខែ2ថ្ងៃទី28ដាច់ខែណាបងណាឆ្នាំណាដាច់ខែហើយស្អែកចូលខែ3ហើយថ្ងៃទី1សេរីសួស្ដីមកក្រុមចន្ទទីមកទៅកន្លែងអ៊ំអុយខាត់ពេលចាយើងមើលណាលោកគ្រូឯងមើលណាបងគាត់ចាំច្រើនចាទៅអ៊ំស្រីចាឥឡូវបងប្អូនទាំងអស់គ្នាឥឡូវចាំទៅបញ្ចប់វីដេអូមួយអ៊ំស្រីមើលណាគ្រប់ដើមដើររហូតតែម្ដងចានោះណាទៅនោះកន្លែងនោះទៀតមើលអស់ទេមិនឆ្កែនោះមើលទុំឡើងលឿងឡើងជ្រុះក្រោមដើមលោកគ្រូឯងមើលណាយើងមិនមើលគូឲ្យស្រឡាញ់ប៉ុណ្ណាចាតែមុននេះឆ្លាញ់ចាក្តាប់ចេញមកបន្តឲ្យអ៊ំស្រីបាញ់បកាយមែនអ្នកដែលគាត់ចូលគេបាញ់នេះគឺបកាយមែនអត់ខូចផ្កាទេមួយចេញមកក្តាប់ចេញមកបន្តមកទៀតទៅចាចេញមកទៀតអញ្ចឹងនោះចេញមកទៀតបងប្អូនអរគ្នាទុំជ្រូកអស់ហើយនៅទុំមកក្តាប់ចេញមកបន្តទៀតយើងមើលគ្រូចង់ធ្វើចន្ទីមួយឆ្នាំគេដែរចាធ្វើតាមភាសាចង់ធ្វើតាមភាសាថាចាអ្នកគ្រូអើយខ្ញុំឆ្នាំក្រោយឆ្នាំនេះប៉ុណ្ណឹងបានឆ្នាំក្រោយចាំប្រើរបស់អ្នកគ្រូឯងចាប់ដើមហីចាំទេកំពុងតែឲ្យផលយើងនៅក្នុងខែហ្នឹងចាដល់ពេលគាត់ចាប់ដើមមកអាក់ថាប្រើតាំងពីខែ9ហើយដល់ពេលឥឡូវខ្ញុំមើលបានមួយសាហើយតែអត់អីទេអាវគ្គទី2ហ្នឹងផ្អាកបាញ់ក៏បានដែរបានប៉ុណ្ណាយកប៉ុណ្ណឹងណាចាព្រោះចាំឆ្នាំក្រោយទៅចាំយើងប្រើដូចគេដូចឯងដល់ខែ5ខែ4ខែ5អញ្ចឹងចប់បាត់អញ្ចឹងឆ្នាំហ្នឹងអត់ចង់បានលុយទេមែនទេឆ្នាំហ្នឹងអត់ចង់បានលុយខំប្រឹងតាំងពីខែ9ចាដល់ពេលមកដល់ខែនេះប្រឡែងគិតមើលហើយកសិករខ្ញុំឆ្នាំទៅគឺគាត់ប្រើផលិតផលរបស់គេអត់បានមកគាត់មកចាប់ប្រើរបស់ខ្ញុំនៅក្នុងថ្ងៃទី28ខែ2 2022គាត់បាន3ហត្តាដល់ទៅ6តោនជាងគាត់បាញ់ដល់ខែ6ហើយដើមចន្ទទីរបស់គាត់ចេញជ័រចេញអីគឺបាត់អស់ឆាញ់តែម្ដងចឹងអ្នកខ្លះគេចាប់ឱកាសល្អតែអ្នកខ្លះមានឱកាសល្អទៅជាច្រាមចោលវិញខ្ញុំមិនដឹងថាគាត់គិតអ្វីឲ្យខ្ញុំជួយបញ្យោខ្ញុំឡាយខ្ញុំប្រាប់គាត់ហើយប៉ុន្តែគាត់នៅតែធ្វើម៉េចទេអ្នកគ្រូអើយបើអត់លុយអត់គ្រប់ដែរពេលដែលរើសវគ្គទី1ហើយបានលុយច្រើនហើយអត់ចង់ចាញ់លុយហ្នឹងទេចឹងចន្ទទីពេលដែលយើងឲ្យគ្នាហុចផលឲ្យវគ្គទី1ហ្នឹងយើងរើសមកដើម្បីទៅទិញអាហារឲ្យគ្នាមកទៀតមកវាឲ្យយើងច្រើនជាងហ្នឹងទៀតយើងទិញតែ5ឈុតទេប៉ុន្តែយើងរើសជីមយើងរើសក្រកស្វាយចន្ទទីមក3 4តោនទៅមិនគិតមិនល្អមកយើងទិញ5ឈុតមកឲ្យគ្នាមកយើងរើសបាន2តោន3តោនហើយយើងគិតមើលមួយឈុតប្រហែលមួយឈុតបាន460000បានដល់ទៅ4000លីត្របើប្រម៉ូសិនហ្នឹងដល់ទៅ5000លីត្រនោះប៉ុន្តែឥឡូវយើងឈប់ប្រម៉ូសិនហើយគាត់បញ្ជាក់បងប្អូនទាំងអស់គ្នាថាមើលអ៊ំស្រីគាត់នៅតែបាញ់ម៉ូតូឃើញណាថ្ងៃនេះគឺអ្នកបាញ់គេគាត់ថាឈឺសម្រាកផងឃើញទេគាត់នៅបងណាចាគាត់ប្រាប់ខ្ញុំចាគេសុំសម្រាកមួយថ្ងៃអញ្ចឹងមើលអ៊ំទុំរើសតាំងពីចាចុងខែ1ដើមខែ2ហើយប៉ុន្តែនៅតែចាញ់មកបន្តគាត់រើសរាល់ថ្ងៃហើយនៅចាញ់តែម៉ូតូអញ្ចឹងបានបងប្អូនមួយចំនួនអ្នកគ្រូអើយមិនអីទេខ្ញុំបានប៉ុណ្ណឹងបានហើយអញ្ចឹងអត់ចង់បានមហាតា3តោនទៅ6តោនទេហើយអញ្ចឹងបោះបង់ចោលធ្វើអីអញ្ចឹងកសិករមិនមែនមានតែម្នាក់ទេមានច្រើនដែលកសិករគិតទៅពិបាកមែនតើដូចខ្ញុំបានជម្រាបនៅក្នុងការ live អញ្ចឹងបើសិនជាឲ្យអាហារតែពីដើមដល់ពេលដែលយើងទទួលបានទិន្នផលពីវាបានច្រើនហើយយើងបលែងដៃចប់ហើយបងប្អូនទាំងអស់គ្នាទោះរកថ្នាំល្អជាងអ្នកគ្រូសេរីនាងក៏អត់ទទួលបានទិន្នផលពិតប្រាកដដែរចាអញ្ចឹងខ្ញុំសូមផ្ដាំវីដេអូទៅដល់កសិករទាំងមូលនៅក្នុងប្រទេសកម្ពុជាតែម្ដងបើសិនជាបងប្អូនមានចាការងឿងឆ្ងល់ឬក៏ខ្វះបច្ចេកទេសនៅក្នុងខ្លួនចង់ប្រឹក្សាច្បងជាមួយអ្នកគ្រូសេរីនាងអាចតាក់ទងមកលេខទូរស័ព្ទអ្នកគ្រូសេរីនាងផ្ទាល់071 703 7878ចាសម្រាប់ថ្ងៃនេះក៏អរគុណជម្រាបលាអរគុណច្រើននេះស្រោអម21បងប្អូនអរគ្នាបោះអ៊ំស្រីនៅខាងបុកខ្នោយើងមើលផ្លែមើលបងប្អូនយើងមើលនៅដាបដីនៅលោកគ្រូនោះមើលដាបដីនោះទៀតណាយើងមើលនេះណាចានេះវាចេញមកបន្តទៀតបងប្អូនទុំហើយនៅចេញបន្តមកទៀតចាអញ្ចឹងបានថាបងប្អូនទាំងអស់គ្នាគួរតែចាគួរតែកុំបោះបង់ចោលព្រោះស្វាយចន្ទីនេះមកចាញ់មកនេះអូនេះគួរឲ្យស្រឡាញ់លោកគ្រូនេះនេះឃើញទេចាយើងមើលបងប្អូនទាំងអស់គ្នាផ្លែហូចសិតតកាញីចេញមកជពុចមកទៀតនេះណាបងប្អូនទាំងអស់គ្នាមែននេះណា